បាទសួស្តីបងប្អូនបាទវីដេអូនេះជាការสนับสนุนរបស់បងប្រុសបាទបងប្រុសម្នាក់ដែលគាត់ស្នើឲ្យខ្ញុំនោះបង្ហាញតកតងទៅនឹងរូបមន្តបាទព្យាបាលឬដងច្រមុះបាទឬដងច្រមុះបាទតាមខ្ញុំធ្លាប់ស្រាវជ្រាវធ្លាប់ដឹងបាទធ្លាប់ប្រើប្រាស់ផងដែរនោះបាទអញ្ចឹងខ្ញុំអត់ទាន់ការទេប៉ុន្តែអ្នកនៅគៀនខ្ញុំនេះគាត់ធ្លាប់ប្រើបានផលបាទទី1នេះគឺស្លឹកជើងគោនេះបងប្អូនបាទស្លឹកជើងគោដើមជើងគោនេះណាបាទទី2គឺបាទតកៀបក្តាមបាទតកៀបក្តាមបងប្អូនអាចយកសបកវាណាបាទយកសបកវាមកបាទបងប្អូនយកមកល្មមមកបាទយកឲ្យស្មើគ្នាមកវាយវាឲ្យទក់បាទសបកតកៀបក្តាមដំវាទក់ឲ្យយកទៅហាលថ្ងៃឲ្យស្ងួតបាទហើយទី2គឺបងប្អូនបេះយកស្លឹកជើងគោនេះបាទយកទៅហាន់ឲ្យហាលថ្ងៃឲ្យស្ងួតហាន់ជាសរសៃឆ្មាទូចៗលិតដូចតាកញ្ជក់ប្រៃណាបាទថ្នាំខ្លាំងយើងហ្នឹងបាទដូចថ្នាំខ្លាំងបងប្អូនរួចហើយគឺបងប្អូនយកស្លឹកចេកទុំបាទយកមកមូលជក់ណាបាទអញ្ចឹងបើសិនជាបងប្អូនកើតរដូងបាក់រដូងច្រមុះបាទបងប្អូនអាចសាកវិធីសាស្ត្រនេះបានបាទបញ្ជាក់បន្តិចបាទរដូងច្រមុះឱសថមានច្រើនណាស់បាទមានរបៀបជក់បាទមានរបៀបដាំហូបស្ងោរផឹកអីហ្នឹងគឺមានទាំងអស់បាទអញ្ចឹងគឺរូបមន្តថ្ងៃនេះគឺខ្ញុំបានដកស្រង់មានតែ2មុខទេបាទដើម្បីយកមកចែកម្លែកបងប្អូនណាបាទអញ្ចឹងគឺបងប្អូនអាចសាកល្បងវិធីសាស្ត្រនេះបានបើសិនជាបងប្អូនកើតរដូងច្រមុះបាទអញ្ចឹងនៅខាងខ្ញុំនេះមានអ្នកសាកហើយគឺប្រើបានផលបាទអរគុណ